វងស៊ូដង់គឺជាប្រទេសវ័យក្មេងជាងគេបំផុតនៅលើពិភពលោកដែលទើបតែបង្កើតឡើងក្នុងឆ្នាំ2021 ប៉ុន្តែហេតុអ្វីបានជាមហាប្រទេសដែលមានផ្ទៃដីធំធេងនិងសម្បូរទៅដោយប្រេងកាតមួយនេះបែរក្លាយជាប្រទេសដែលក្រីក្របំផុតនាពេលបច្ចុប្បន្ននៅក្នុងវីដេអូឯកសារនេះយើងនឹងនាំលោកអ្នកទៅស្វែងយល់ពីទីតាំងភូមិសាស្ត្រនិងទិន្នន័យប្រជាជនប្រវត្តិសាស្ត្រសង្គ្រាមស៊ីវិលនិងចំនួនកុលសម្ព័ន្ធដ៏រ៉ាំរ៉ៃប្រពៃណីប្លែកៗនៃកុលសម្ព័ន្ធដេហ្គាដែលចាត់ទុកគោជាជីវិតនិងថ្លៃបណ្ដាការវិបត្តិសេដ្ឋកិច្ចនិងប្រេងកាតនិងជីវភាពរស់នៅពិតប្រាកដរបស់ប្រជាជននាពេលបច្ចុប្បន្នសូមកុំភ្លេចចុច Like Share និង Subscribe Channel ដើម្បីទទួលបានវីដេអូចំណេះដឹងជុំវិញពិភពលោកល្អៗជារៀងរាល់សប្តាហ៍នៅលើផែនទីពិភពលោកបច្ចុប្បន្នប្រទេសដែលក្មេងខ្ចីជាងគេបំផុតគឺសាធារណរដ្ឋត្បូងស៊ូដង់ដែលមានរាជធានីឈ្មោះថាជូបាប្រទេសមួយនេះមានផ្ទៃដីធំរហូតទៅដល់644.329 គីឡូម៉ែត្រការ៉េដែលធំជាងប្រទេសកម្ពុជាជិត4ដងសម្រាប់ប្រជាជននាពេលបច្ចុប្បន្នឆ្នាំ2026នេះមានប្រមាណជិត16លាននាក់ខុសប្លែកពីប្រទេសស៊ូដង់ខាងជើងដែលកាន់សាសនាអ៊ីស្លាមប្រជាជននៅស៊ូដង់ខាងត្បូងភាគច្រើនលើសលប់គឺប្រហែល 60% កាន់សាសនាគ្រិស្តចំណែកឯសេសសល់ពីនោះគឺកាន់សាសនាប្រពៃណីដើមរបស់កុលសម្ព័ន្ធឬជំនឿលើជីវចលភាពខុសគ្នានៃសាសនានិងវប្បធម៌នេះហើយគឺជាចំណុចចាប់ផ្ដើមនៃប្រវត្តិសាស្ត្រដ៏ជូរចត់របស់ពួកគេអស់រយៈពេលរាប់ទសវត្សរ៍ស៊ូដង់ខាងត្បូងគ្រាន់តែជាផ្នែកខាងត្បូងនៃប្រទេសស៊ូដង់តែប៉ុណ្ណោះពួកគេបានឆ្លងកាត់សង្គ្រាមស៊ីវិលដ៏យូរអង្វែងនិងសាហាវឃោរឃៅបំផុតប្រឆាំងនឹងរដ្ឋាភិបាលស៊ូដង់ខាងជើងដើម្បីទាមទារសិទ្ធិស្វ័យភាពនិងសេរីភាពខាងសាសនាសង្គ្រាមនោះបានសម្លាប់ជីវិតមនុស្សអស់ជាង2លាននាក់ទីបំផុតនៅថ្ងៃទី9ខែកក្កដាឆ្នាំ2011ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិស៊ូដង់ខាងត្បូងបានធ្វើប្រជាមតិនិងប្រកាសឯករាជ្យជាផ្លូវការក្លាយជាប្រទេសវ័យក្មេងជាងគេលើលោកប៉ុន្តែសេចក្តីត្រេកអរមានត្រឹមតែមួយពពេចភ្នែកប៉ុណ្ណោះក្រោយទទួលបានឯករាជ្យបានតែ2ឆ្នាំគឺនៅឆ្នាំ2013ប្រទេសនេះបានដួលរលំចូលទៅក្នុងសង្គ្រាមស៊ីវិលសារជាថ្មីដោយសារចំនួនដណ្ដើមអំណាចរវាងប្រធានាធិបតីសាល់វ៉ាគៀនិងអនុប្រធានាធិបតីរីកម៉ាឆាដែលតំណាងឲ្យកុលសម្ព័ន្ធធំៗពីរខុសគ្នាបើនិយាយពីសេដ្ឋកិច្ចស៊ូដង់ខាងត្បូងគឺជាប្រទេសដែលពឹងផ្អែកទាំងស្រុងលើប្រេងកាតជាង 90% នៃចំណូលជាតិគឺបានមកពីការនាំចេញប្រេងកាតប៉ុន្តែអ្វីជាបណ្ដាសានោះគឺពួកគេមានអណ្ដូងប្រេងតែគ្មានរោងចក្រចម្រាញ់និងគ្មានកំពង់ផែសមុទ្រខ្លួនឯងឡើយពួកគេត្រូវជួលបំពង់បង្ហូរប្រេងតាមប្រទេសស៊ូដង់ខាងជើងដើម្បីនាំចេញទៅក្រៅប្រទេសដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេងាយរងគ្រោះបំផុតនៅពេលដែលមានជម្លោះព្រំដែនឬក៏សង្គ្រាមទោះជាសេដ្ឋកិច្ចទំនើបពឹងផ្អែកលើប្រេងកាតប៉ុន្តែនៅក្នុងជីវភាពជាក់ស្ដែងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនគឺផ្សារភ្ជាប់ទៅនឹងសត្វគោនៅស៊ូដង់ខាងត្បូងមានកុលសម្ព័ន្ធធំៗពីរដូចជាកុលសម្ព័ន្ធឌីនកានិងកុលសម្ព័ន្ធណូអែសម្រាប់ពួកគេគោគឺជាវត្ថុមានតម្លៃបំផុតក្នុងជីវិតគោមិនមែនគ្រាន់តែជាអាហារនោះទេប៉ុន្តែជារូបិយប័ណ្ណគេប្រើគោសម្រាប់ទិញដូរដីធ្លីឬដោះស្រាយជម្លោះថ្លៃបណ្ដាការខាងប្រុសត្រូវផ្ដល់គោរាប់សិបឬរាប់រយក្បាលទៅឲ្យខាងស្រីដើម្បីដណ្ដឹងប្រពន្ធឋានៈសង្គមអ្នកដែលមានគោច្រើនគឺជាអ្នកដែលមានអំណាច
និងមានមុខមាត់បំផុតក្នុងកុលសម្ព័ន្ធពួកគេមានប្រពៃណីការពារហ្វូងគោរហូតដល់ហ៊ានបូជាជីវិតថែមទៀតផងទោះបីជាមានដីកសិកម្មមានជីជាតិនៅតាមដងទន្លេនីលនិងមានប្រេងកាតដ៏ក៏ដោយប៉ុន្តែការរស់នៅរបស់ប្រជាជនស៊ូដង់ខាងត្បូងនាពេលបច្ចុប្បន្នគឺស្ថិតក្នុងភាពងងឹតស្លុកពួកគេត្រូវបានចាក់ថ្នាក់ជាប្រទេសក្រីក្របំផុតនិងមានសន្ទុះអភិវឌ្ឍមនុស្សទាបជាងគេបំផុតលើលោកការរស់នៅបច្ចុប្បន្នប្រឈមនឹងមហន្តរាយ3យ៉ាងគឺអតិផរណានិងភាពអត់ឃ្លានលុយជាតិធ្លាក់ចុះខ្លាំងធ្វើឲ្យទំនិញឡើងថ្លៃកសិកម្មត្រូវបានបោះបង់ចោលដោយសារសង្គ្រាមនិងធ្វើឲ្យប្រជាជនជាង 70% ត្រូវការជំនួយអាហារសង្គ្រោះបន្ទាន់ដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃគ្រោះមហន្តរាយធម្មជាតិការប្រែប្រួលអាកាសធាតុបានធ្វើឲ្យស៊ូដង់ខាងត្បូងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជារៀងរាល់ឆ្នាំបំផ្លាញផ្ទះសម្បែងនិងវង្សគោដែលជាដង្ហើមរបស់ពួកគេកង្វះការអប់រំនិងសុខាភិបាលជិត 70% នៃប្រជាជនមិនចេះអក្សរសាលារៀននិងមន្ទីរពេទ្យភាគច្រើនត្រូវបានបំផ្លាញដោយសារជម្លោះកុលសម្ព័ន្ធខ្នាតតូចដែលនៅតែបន្តកើតមានរឿងរ៉ាវរបស់ស៊ូដង់ខាងត្បូងបានបង្ហាញច្បាស់ថាការទទួលបានឯករាជ្យឬមានប្រេងកាតពេញទឹកដីវាមិនទាន់គ្រប់គ្រាន់ក្នុងការកសាងវាសនាប្រទេសជាតិឡើយបើគ្មានការបង្រួបបង្រួមជាតិគ្មានការអប់រំនិងគ្មានការដឹកនាំប្រកបដោយគុណធម៌ទេប្រទេសជាតិមានតែធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិជាច្រើនស៊ូដង់ខាងត្បូងនៅតែជាមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់មួយដែលរំលឹកយើងថាសន្តិភាពនិងសាមគ្គីផ្ទៃក្នុងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិសាសន៍នីមួយៗ